សូមសិក្សាអំពីប្រវត្តិសាស្ត្របន្តិចសិនឥឡូវចូលទៅក្នុងប្រវត្តិសាស្ត្រជាមួយនឹងខ្ញុំបន្តិចទី1សំស្ក្រឹតនេះគឺជាភាសារបស់ជនជាតិដែលកាន់នៅព្រហ្មញ្ញទសាសនាណាហើយព្រហ្មញ្ញទសាសនានេះគឺកើតឡើងតាំងពី900ឆ្នាំជាងឯណោះណា900ជាងណាមុនពុទ្ធសករាជទៅទៀតក្រោយពេលដែលព្រហ្មញ្ញទសាសនាត្រួតត្រាទៅលើជនជាតិមួយដែលប្រើប្រាស់នៃអក្សរបាលីប្រើប្រាស់ភាសាបាលីដូច្នេះហើយភាសាបាលីគឺជាភាសាមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាសាសំស្ក្រឹតហើយភាសាបាលីនេះគឺជនជាតិដែលកាន់នៅព្រះពុទ្ធសាសនាគឺជនជាតិរបស់ព្រះពុទ្ធនគរពរាណសីក្រុងកបិលពស្តុអីហ្នឹងឯងគឺជាជនជាតិដែលនិយាយភាសាបាលីក៏ប៉ុន្តែស្ថិតនៅក្រោមឥទ្ធិពលនៃអក្សរសាស្ត្រភាសានៃសំស្ក្រឹតព្រោះនគររបស់ព្រះពុទ្ធណាព្រះពុទ្ធគឺកាន់នៅព្រហ្មញ្ញទសាសនាដែលមានអាចារ្យទាំង5ជាប្រមុខនៃសាសនាហើយជាគ្រូរបស់ព្រះពុទ្ធបន្ទាប់មកអាចារ្យទាំង5ហ្នឹងคล้ายទៅជាសិស្សរបស់ព្រះពុទ្ធវិញណាចិត្តចូលដល់ហើយអញ្ចឹងនៅក្នុងសម័យកាលហ្នឹងគឺគេប្រើពាក្យថាសំស្ក្រឹតបាលីសំស្ក្រឹតបាលីណាបាលីគេប្រើសំស្ក្រឹតមុនហើយបាលីនៅខាងក្រោយសម្រាប់ខ្មែរយើងនៅក្នុងពីសតវត្សទី1ពេលដែលហ៊ុនទៀនចូលមកក្នុងស្រុកខ្មែរគឺហ៊ុនទៀនកាន់នៅព្រហ្មញ្ញទសាសនានាំយកនៅភាសាសំស្ក្រឹតអក្សរសាស្ត្រសំស្ក្រឹតចូលមកក្នុងស្រុកខ្មែរយើងមុនគេដំបូងបំផុតនៅក្នុងសតវត្សទី1ចូលមកដល់ឆ្នាំ100ជាងអាចក្នុងរាជរបស់ព្រះបាទហ៊ុនប៉ានហួងដែលត្រូវជាចៅរបស់ហ៊ុនទៀនពេលហ្នឹងទៅព្រះពុទ្ធសាសនាចូលមកក្នុងស្រុកខ្មែរយើងណាភាសាបាលីចាប់ផ្ដើមចូលមកក្នុងស្រុកខ្មែរយើងគឺនៅពេលនោះក៏ប៉ុន្តែនគរខ្មែរយើងគឺយើងកាន់នៅព្រហ្មញ្ញទសាសនារួចហើយយើងប្រើពាក្យថាសង្ស្ក្រឹតអត់ទាន់មានពាក្យបាលីទេគឺប្រើភាសាសង្ស្ក្រឹតណារហូតមកដល់ពេលព្រះបាទជីវរ្ម័នទី7ស្ដាប់មួយស្ដាប់ឲ្យយល់ហើយមូលហេតុអីបានកណាហ៊ាននិយាយថាត្រីនេះជាភាសាបាលីណាស្ដាប់បន្តិចទៀតនឹងយល់ហើយដល់រាជរបស់ព្រះបាទជីវរ្ម័នទី7ណាជីវរជើងម៉ូណូនេះទី7ព្រះអង្គបានបង្រួមសាសនាទាំងពីរចូលគ្នាគឺពេលនោះយកព្រហ្មញ្ញទសាសនានេះជាសាសនាទី1ណាព្រះពុទ្ធសាសនាជាសាសនាទី2ក្នុងរាជរបស់ព្រះបាទជីវរ្ម័នទី7គឺចន្លោះឆ្នាំ1200ជាងណា1200ជាងនៅក្នុងគ្រិស្តសករាជប្រវត្តិសាស្ត្រខ្មែរយើងណាលុះដល់រាជរបស់ចៅព្រះបាទជីវរ្ម័នទី7នេះគឺចូលដល់ជីវរ្ម័នណាជីវរ្ម័នទី8ណាជីវរ្ម័នទី8ត្រូវជាចៅរបស់ព្រះអង្គគឺនៅក្នុងឆ្នាំ1200ជាងដូចគ្នាប្រហែល1250ណាចង់ដឹងលំអិតគឺឆែកមើលឯកសារទិន្នន័យលំអិតគឺចន្លោះពេលហ្នឹងព្រះបាទជីវរ្ម័នទី8គាត់ប្រកាន់នៅព្រហ្មញ្ញទសាសនាដោយមិនឲ្យព្រះពុទ្ធសាសនាคล้ายទៅជាសាសនារដ្ឋឡើយដូច្នេះហើយគឺអក្សរសាស្ត្រខ្មែរគេប្រើពាក្យតែសំស្ក្រឹតទេ